ខ្ញុំប្រកាសណាមចាស់សូមមាសការក្រោតថ្វាយបង្គំចំពោះកណ្ដាលគុណចាស់គ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសចម្រើនពរញាតិញោមពុទ្ធបរិស័ទសាធុស័ព្ទប្រុសស្រីទាំងអស់គ្រប់គ្នាបងជាពិសេសគឺពុទ្ធបរិស័ទនៅក្នុងសហរដ្ឋអាមេរិកយើងនេះបងនឹងឯនៅជាងមួយសប្តាហ៍ទៀតនេះគឺអាត្មានឹងប្រពកម្មវិធីបុណ្យមហាសង្ឃទានដាពឹស្ដាជូនចំពោះញោមស្រីអាត្មាក៏ដូចជាបុព្វការីជននិញាតិរបស់អាត្មាដែលលោកបានអនិច្ចកម្មទៅទាំងជីតាជីដូនបងប្រុសក្មួយម្ដាយបងរួមជាមួយនឹងបុព្វការីជនរបស់ញាតិញោមដែរព្រោះធ្វើនេះគឺមិនសម្រាប់តែញោមស្រីអាត្មាតែម្នាក់ទេគឺញាតិញោមអាចយកម្ដាយយកឪពុកដែលគាត់ឃ្លាតព្រាត់ទៅហើយនឹងយកមកធ្វើបុណ្យជាមួយអាត្មាបានបងយករូបថតមកអាត្មានឹងរៀបចំចាត់ចែងទុកដាក់ឲ្យបានល្អជាមួយនឹងញោមស្រីអាត្មាដូចគ្នាបងញោមអាចយកម្ដាយពុកបងប្អូនដែលស្លាប់ទៅនឹងយកមករៀបចំកម្មវិធីនៅវត្តជាមួយអាត្មាបានបងនៅថ្ងៃទី6 ខែ 6 2026នេះហើយមកចង់ចម្រើនពរញាតិញោមកម្មវិធីបុណ្យនឹងមានកម្មវិធីច្រើនបងកម្មវិធីច្រើនយើងធ្វើតែមួយព្រឹកទេប៉ុន្តែកម្មវិធីច្រើនអញ្ចឹងត្រូវកំណត់ម៉ោងពេលវេលាច្បាស់លាស់កម្មវិធីច្បាស់លាស់អញ្ចឹងកម្មវិធីហ្នឹងគឺម៉ោង9ញាតិញោមជួបជុំគ្នាទាំងអ្នកដែលបានយករូបថតម្ដាយពុកមកហើយញាតិញោមដែលមិនតាន់បានយករូបថតម្ដាយពុកអីអញ្ជើញយករូបថតមកបដើមកព្រោះគៀកថ្ងៃហើយមុនមួយអាទិត្យអាត្មានឹងរៀបចំរូបថតហ្នឹងមុនគេបងហ្នឹងហើយរៀបចំរូបថតដើម្បីមុនគៀកថ្ងៃកម្មវិធី3ថ្ងៃមកនឹងចាប់ផ្ដើមចាក់ផ្កាបដើព្រោះផ្កាត្រូវការចាក់ច្រើនជុំវិញរូបថតហើយនឹងចាក់នៅជុំវិញបល្ល័ង្កព្រះចាក់នៅកន្លែងប្រសង់លោកឆាន់តុកប្រសង់លោកឆាន់អីត្រូវរៀបជាផ្កាទាំងអស់ដែរបងអញ្ចឹងអានឹងរៀបចំមុនដូច្នេះញាតិញោមត្រូវយករូបថតមកឲ្យអាត្មាមុនឥឡូវបញ្ជាក់ពីកម្មវិធីបុណ្យនឹងសិនមានអីខ្លះកម្មវិធីមានច្រើនញោមគឺធម្មសបាយមានច្រើនណាស់នាំញាតិញោមមករីករាយសបាយក្នុងបុណ្យកុំឲ្យរីករាយអីខុសពីបុណ្យពីកុសលកម្មវិធីហ្នឹងពេលព្រឹកម៉ោង9ញាតិញោមអញ្ជើញមកជុំគ្នាទាំងអស់អញ្ចឹងម៉ោង9ហ្នឹងញោមចាដឹកនាំក្រុមបត់មាសការសមាទានសិលចម្រើនព្រះបរិត្តចម្រើនព្រះបរិត្តប្រសងបាច់ផ្កាបាច់អីប្រោះព្រំយើងគ្រប់គ្នារួចចប់សពគ្រប់កម្មវិធីសម្ដែងធម៌ទេសនាហ្នឹងប្រហែលជា4អង្គផងមិនដឹងចាំមើលមករៀបប្រហែលជាក្រែ4ចប់ធម៌ទេសនាទៅគឺយើងមានកម្មវិធីចាប់ស្លាកអញ្ចឹងចប់ធម៌ទេសនានឹងធ្វើម៉េចឲ្យបានម៉ោង10យ៉ាងយូរបំផុតត្រូវតែចប់ធម៌ទេសនាអញ្ចឹងម៉ោង9យើងចាប់ផ្ដើមកម្មវិធីញាតិញោមខ្លះគាត់អត់យល់ពីការកាន់អង្គនិងការចាប់ស្លាកនឹងតើកម្មវិធីនឹងជាកម្មវិធីអីញោមមកបញ្ជាក់រឿងនឹងខ្លីបន្តិចចាំបន្តទៅកម្មវិធីផ្សេងទៀតញោមមានកម្មវិធីច្រើននៅក្នុងថ្ងៃបុណ្យហ្នឹងអញ្ចឹងហើយបានធ្វើរៀងរូតកម្មវិធីព្រោះយើងធ្វើតែមួយព្រឹកញោមខ្លះក៏សនំពរថាហេលោកគ្រូសូត្រមន្តទេសនាទៅបានធ្វើបុណ្យម្ដងហើយសូត្រមន្តទេសនាពីល្ងាចអីចឹងទៅគាត់ឲ្យយោបល់មិនខុសទេញោមកាន់តែចម្រើនបុណ្យកុសលបាទអាត្មានឹកឃើញកំអររវល់ញាតិញោមជិះឡានទៅមកច្រើនសារហ្នឹងបាទអាត្មានឹកឃើញថាតែមួយព្រឹកទៅអញ្ចឹងដល់កម្មវិធីតែមួយព្រឹកអញ្ចឹងវាត្រូវរូតដូចរត់ចឹងកម្មវិធីមួយនឹងដូចរត់ចឹងដល់កំណត់ម៉ោងច្បាស់លាស់ចឹងបានសូមអធិស្ឋានញាតិញោមជួយមករៀងព្រឹកបន្តិចមកបងហ្នឹងហើយដើម្បីយើងបានញាតិញោមមករៀងថ្ងៃក៏នៅតែចូលរួមកម្មវិធីបានដែរគ្រាន់ថាវាកម្មវិធីខ្លះវាទៅហើយអស់ហើយចឹងចង់ឲ្យញាតិញោមបានមកចូលរួមពីដំបូងទៅវាល្អដែរយើងធ្វើបន់ជុំគ្នាពីដំបូងទៅហ្នឹងហើយញាតិញោមដែលមកយឺតក៏មិនអីដែរព្រោះតាមអធិស្ឋានដោយផ្ទះញោមនៅឆ្ងាយអីញោមរៀងយឺតចឹងក៏មិនអីដែរអត់អីទេតាមអធិស្ឋានគ្រាន់ថាញាតិញោមដែលនៅចិត្តដែលជិះ20នាទី15នាទី30នាទីអីដល់ទេញោមមករៀងព្រឹកបន្តិចមកបងអញ្ចឹងណាមករៀងព្រឹកតិចមកលើកលែងអ្នកឆ្ងាយគាត់រៀងឆ្ងាយអញ្ចឹងទៅគាត់រៀងយឺតម៉ោងយឺតអីក៏មិនអីដែរញោមណាកុំខ្លាចចិត្តទេខ្ញុំមិនអាចយឺតទេអត់ទៅទេអត់ទេញោមយឺតក៏បញ្ហាដែរនៅមានកម្មវិធីច្រើនទៀតរហូតដល់ហូបបាយត្រង់ហើយអញ្ចឹងញោមអញ្ជើញមកអត់បញ្ហាទេគ្រាន់តែសនំពរថាមកពីព្រឹកបន្តិចទៅក៏ល្អដែរបានមកធ្វើកម្មវិធីក្នុងនេះជាមួយអាត្មាពីព្រលឹមទៅម៉ោង9ទៅគឺយើងចាប់ដើមកម្មវិធីហើយម៉ោង9គត់គឺចាប់ដើមកម្មវិធីតែម្ដងអញ្ចឹងញាតិញោមដែលមកក្រោយម៉ោង9ក៏អត់អីដែរគ្រាន់តែយើងរៀងកម្មវិធីចាប់ដើមទៅបដាហើយអញ្ចឹងក្រោយពេលប្រសងទេសនាចប់យើងធ្វើកម្មវិធីចាប់ស្លាកហើយញោមខ្លះសួរថាកម្មវិធីចាប់ស្លាកហើយនឹងកាន់អង្គហ្នឹងវាមានន័យអ្មេចមកលើកបុព្វហេតុកាលពីសម័យពុទ្ធកាលបន្តិចឲ្យញោមស្ដាប់អត់វែងទេញោមណាសម័យពុទ្ធកាលកម្មវិធីចាប់ស្លាកហៅថាស្លាកកផុតដែលហៅថាស្លាកកផុតហ្នឹងគឺយើងយកទទួលព្រះអង្គដែលយើងចាប់បានហ្នឹងយកទៅប្រគេនផាត់ថ្វាយផាត់ទំនុកបំរុងលោកហ្នឹងហើយផាត់មកពេលដែលយើងចាប់ហ្នឹងគឺយកលោកទៅទំនុកបំរុងដោយបច្ច័យទាំងឡាយ4មានចង្ហាន់មានភេសជ្ជៈមានថ្នាំសង្កូវមានសពុតស្បង់អីចឹងទៅចៃវរចឹងទៅអញ្ចឹងសម័យព្រះរឿងកើតសាលាកផាត់ហ្នឹងវាចេះទេ
mà vậy bị bọc hai tích pi nè tí nhôm sập bàn vô lại bị đau máu pe để bọn tra đăng phim ở toàn miền cam thì chập sạ cặp hot nó cái nhôm đó bọn sầm đai thọ tê sna chop dân hướng quê nhá bọc hai quê mà lự sang khai clay mù là hai để bị cào nè bọn sầm đai thọ tê sna chop dân thòng đá pe để bọn pong sầm đai thọ tê sna dân mình miền tầng sài miền tầng sệt thay miền tầng tây hay ria chỉ bị sài đâu là cái bay chương khẽ pre hay nó kia chương khẽ nó mới tới sệt thay hay sài rồi kia khẽ khẽ nâng này ngày màu sài vậy nên một cùi đập thò cô này nó cô nó cho nên địa nó cô bị chờ nó nhốn đôi chặt mai dương chắc đi môn mối nó cô mình tới vậy tận đây mai dương hao từ sài cánh nhá Obama đôi đầm nang rồi khai mùi chắc miền sài cánh mùi bàn tay miền sài thum sầm rập cục cron để sài cánh đằng nừng nhưng mà sài cánh sài ấy nó có một đập thò tê na oi nơi cái bài asana bột nừng đó là bà ông sầm đai thọ tê na chop chẳng mình miền cam bồi thi từ ở đó tận đây bị khổ song nâng từ tua pot hiện luôn tam te nó bật sai phụ bà ông sầm đai PRC pe thằng ngày trò chân tứ sầm đai chop mình nói mình luôn từ thoại cô mà đó tận đây class yo pi on class yo bay on class yo buôn on hay chẳng hạn nè căn chi một chặt chạy lột nắng chặt chạy tới ai mà on pi on bay on bắt nó bị miền chừng ray miền nè class vượt hở lô á thợ bon hở lô vì miền mình thay chẳng rải miền đây thật quát chết la đôi một cul ba để bọc lị tiền vậy tạm thọ pre mà tô còn vậy tha quát chẳng hay quát lạnh lụng đi lụng nó còn tha quát chẳng hay thôi máy pre của miền chẳng cái nhôm á ba để bọc lị tiền đằng tiền để dùng một cul quát lạnh pre rồi hon kẹt xa vẹt xoay đôi giày bót kẹt xa vẹt ram đôi bộ mô cả liên pre rồi hon ong đi ong nô chân tới quát chết la đôi một cul chẳng á quát mình chết la và xong tu tới ấy nòng quát chết tập pon pi pon ong mà pon ong pram pon ong này giống quát ọt đây chết la tăng phèm pon ong đằng ấy quát hơ lố á tại đào mình đi hay chỉ bị xét cứ trong ban tập pre nè mốc nè ca nè tôi nè thông na có mò sầm đau hồ tập pre chân tập đau mình đi hay nè class đọc pe muốn pre ọt bán khăng pre việc tôi chỉ lẹ nổ rộ đời xa té ca thưa bòn tờ về nhung khơi nhé trong thưa bòn chỉ mùi pre đó là mình ban thưa chỉ mùi pre việc tôi chỉ khăng đằng pre tôi chỉ lẹ nổ rộ với nhung khơi nhé hai đây ban bỏ ông mình từ tua ca rót tận đi pi pro bỏ ông môn pe tập pro nè nà mũi to là năng miên nỉ say đằng pre để pre tàu pro nhôm bột bột kho bị xong thò mà ná nhôm ọt miền tây ô anh sạch pan đây hay mò đó tận nít bọn táo ọt đấy tao bọn mơ thật tao này anh miền nỉ say nằng pre ọt to tại miền nỉ say tư bọn nỉ muốn tao mền ta oi ta sạch sẽ thay mà muốn lột táo ọt đấy chọn anh sạch anh thấy đăng đặt ha bọn bỏ mal mơ bật lớn và mal mơ thằng là nam miền nỉ say bọn can ba tao tiền để nắng này ọt sầm khăn thằng này anh chia nè na tì nắng riêng bọc pre việc khóc nên đừng dương sọc ngày khóc nằm phải xong sọc ngày chẳng đòn nè class muốn pre hot bán bộ pre mình trẻ tàu nữa ni muốn nọt bản ở đó tậnนี้ bản yu tông khăng pre hot khăng pre mình thẹn rộ nhưng thẹn pre để ra khăng pre chẳng bọn chập đam cật tê bờ nâu chẳng mình cào thế anh tra đằng lớn nằm bay pro sạt lục hay nòm sạt lục nó rồi chạ tục hay gồm nòm sạt lục rồi chạ tục nòm sạt nó cào tục với chẳng có bị khổ xong đằng pre bị chôm bị khổ xong nó có kịch kia thà lấu vị thi để nòm mà bò để sạt nó căn để cào chật chật lá cứ cam một vị thi sạ cặp hot còi pe sầm đại thọ tê na chop chẳng bọn sầm đại thọ tê na chop bà oi bò để sạt sài sẽ thay mình tây rư riêng nó mà tạt đào chọn chương kia mò ra tận lục nó tam quạt nực khơi trong bàn chẳng tê với cam một vị thi để miền riệp rồi mũi cứ cam một vị thi sạ cặp hot cứ miền này tập hot để cao âm pí ca chập sạ chẳng trâu thưa cam một vị thi nắng đầm bấy chập sạ tư sạch ong na sẽ thay na rụp na bò để sạch na để chập bàn ong na còn từ tua ong nắng vô tập tẹt luôn anh đầm bấy thoại phọt tư cùng áo về miền phíp rồi nhẹ để nháy đừng ác sệt thì chẳng còn cá cam một vị thi sạ cặp hot năng là ban miền còi mò tam vọt tàng bị nền đi mò là hô tôi kia đừng sọc giường này mò và to kia chẳng màu những cam vị thi sạ cặp hot nó miền này thắt tụm nút bầm rong đòi phọt chẳng po bị khổ xong để cao đầm pí ca chập sạ và ong na có vô ong nắng từ bờ kênh phọt tới cùng oi tạt đào mình đi vô pre vô nẹt nút tam ca sạ lạnh ong nút tam ca sạ lạnh nhiều luôn pon tai dương ngày bon tham ngày ti vào môi khai vào môi khẳng mộng nít dương thưa cam vị thi chập sạ đá pon tai mẹ nhiệt nhôm nẹt chập ấy chỉ non pre nhiệt nhôm nẹt chập đò pe bon tham nít và xong nẹt chập vinh bị phù hai đấy ba và xong nẹt chập bị phù dương môn lốp mau bị group state mau nâng tam state hay nâng nong rọt dương ní muốn mọi chan dương rằng ọc ní riệp trong chừng hành từ tu lộn này sẽ bao ở miền vô lốt tới chan nó tam te đôi sầm mày pre tê sầm mày pre kì tu lộn vô tam te nè nghe đọc về dương muốn lốt mặc nóng te dương quanh
មកឆាននៅក្នុងវត្តយើងហើយអញ្ចឹងអត់មានតែឆាននៅក្រៅអីណាទៀតទេយើងអត់យកលោកទៅឆាននៅក្រៅណាទេគឺមកឆាននៅវត្តយើងទាំងអស់គ្នាយើងអរតនីលោកមកឆាននៅនេះហើយអញ្ចឹងបង្វែរពីការដែលញាតិញោមចាប់យកលោកទៅផ្ទះឲ្យលោកចាប់សាឡាកផាត់ខ្លួនលោកគឺចាប់ផាត់ដែលកើតអំពីបុណ្យកុសលរបស់លោកអញ្ចឹងចាប់ទៅព្រះអង្គណាប៉ះចំសត្វតែបច្ច័យ4ដែលត្រូវទំនុកបំរុងព្រះអង្គទេព្រះអង្គណាប៉ះចំឆ្នាំពេទ្យក៏ទទួលឆ្នាំពេទ្យទៅព្រះអង្គណាប៉ះចំក្រមាជូតខ្លួនក៏ក្រមាជូតខ្លួនទៅព្រះអង្គណាប៉ះបច្ច័យ4ផ្សេងពីក្រមាជូតខ្លួននឹងក៏ទទួលបច្ច័យ4នឹងទៅរៀងអង្គអញ្ចឹងទៅអញ្ចឹងឲ្យលោកចាប់ខ្លួនលោកទៅហើយចប់កម្មវិធីចាប់សាឡាកផាត់ដែលប្រសងលោកចាប់សាឡាកផាត់ចាប់ស្លាករួចចាប់សពគ្រប់ញាតិញោមដែលជាម្ចាស់អង្គដែលកាន់អង្គមួយនឹងអាត្មានឹងប្រកាសឈ្មោះឲ្យញាតិញោមឡើងមកប្រគេនមួយអង្គរៀងខ្លួនដែលញោមកាន់អង្គណាកាន់មួយអង្គកាន់ពីរអង្គអីញាតិញោមនឹងឡើងមកប្រគេនមកប្រកាសឈ្មោះញាតិញោមដែលកាន់អង្គនឹងអញ្ចឹងឡើងមកប្រគេនមកហើយញាតិញោមណាដែលអត់បានកាន់អង្គទេអាត្មានឹងឲ្យញាតិញោមប្រគេនសម្ភារៈព្រោះអាត្មាមានរៀបសម្ភារៈសម្រាប់ប្រសងនឹងគឺអាត្មារៀបទាំងអស់អញ្ចឹងញាតិញោមដែលអត់មានកាន់អង្គទេអ្នកដែលកាន់អង្គគឺយកបច្ច័យដែលញាតិញោមកាន់អង្គនឹងមកប្រគេនលោករៀងអង្គដល់ពេលញាតិញោមដែលមិនបានកាន់អង្គក៏ញាតិញោមបានបំពេញបុណ្យដែរគឺលើកសម្ភារៈប្រគេនប្រសងគ្រប់គ្នាបងក្រោយពេលចប់កម្មវិធីប្រសងចាប់ស្លាករួចញាតិញោមប្រគេនបច្ច័យ4រួចប្រគេនសម្ភារៈរួចចប់សពគ្រប់អស់យើងថតរូបជុំគ្នាបន្តិចទៅហើយឡើងយើងថាកម្មវិធីចាប់ស្លាកហើយនឹងកម្មវិធីថតរូបប្រគេនសម្ភារៈអីហ្នឹងប្រហែលជាកន្លះម៉ោងចុះចប់សពគ្រប់អស់យ៉ាងយូរអញ្ចឹងម៉ោង10កន្លះឬក៏រហូតយើងធ្វើកម្មវិធីមកពជារហូតដល់ម៉ោង10:40ឬ10:50ត្រូវធ្វើកម្មវិធីរាប់បាតនៅខាងក្រៅរាប់បាតហ្នឹងគឺប្រសងលោកនិមន្តគោចរឲ្យត្រូវតាមពុទ្ធវិន័យត្រូវតាមកន្លងពុទ្ធសាសនាយើងគឺភិក្ខុសង្ឃរស់ដោយកម្លាំងស្មងដោយការដើរបិណ្ឌបាតអញ្ចឹងមកនឹងដឹកនាំកម្មវិធីបិណ្ឌបាតហ្នឹងនៅខាងក្រៅអញ្ចឹងប្រសងលោកនិមន្តគោចរបិណ្ឌបាតនៅខាងក្រៅញាតិញោមឈរនៅខាងក្រៅសាលាទាំងអស់គ្នាអញ្ចឹងចប់កម្មវិធីថតរូបនៅខាងក្នុងនេះប្រគេនសម្ភារៈរួចចប់សពគ្រប់ស្ដាប់ធម៌ទេសនាចប់សពគ្រប់អស់យើងចេញទៅក្រៅហើយម៉ោង10:50យ៉ាងយូរបំផុតត្រូវតែចេញទៅក្រៅដើម្បីរាប់បាតអញ្ចឹងប្រសងរាប់បាតហើយលោកចាប់ផ្ដើមនិមន្តទៅចាប់មហូបមកនឹងរៀបចំមហូបប្រគេនប្រសងនឹងដូច buffet អញ្ចឹងមកតុកវែងហ្នឹងគឺសម្រាប់ប្រសងហើយរួចប្រសងគឺញាតិញោមហើយប៉ុន្តែញាតិញោមអត់តាន់ហូបពេលហ្នឹងទេមកនឹងប្រាប់ពីរបៀបវគ្គកម្មវិធីតទៀតអញ្ចឹងប្រសងរាប់បាតរួចចប់សពគ្រប់លោកនិមន្តទៅសម្ដៅទៅកន្លែងមហូបដែលយើងរៀបថ្វាយលោកហ្នឹងប្រគេនលោកហ្នឹងមានអ្នកចាំប្រគេនចានប្រគេនមហូបនៅតំណងលោកទទួលមហូបហើយទៅរោងសង្ឃផាត់ដែលរោងសម្រាប់ប្រសងលោកទទួលផាត់ហ្នឹងគឺយើងមានរោងសម្រាប់សង្ឃផាត់នៅខាងលើមកជួរភ្នំខាងកើតហ្នឹងដល់ទៅពេលលោកទទួលផាត់ទៅញាតិញោមអញ្ជើញទៅក្នុងរោងធំនៅខាងបងរោងដែលប្រសងទទួលផាត់ហ្នឹងមានរោងស្រាំដៃមួយទៀត2រោងហ្នឹងគឺញាតិញោមតនឹងទាំងអស់លើកលែងតែចុងភៅទេឲ្យគាត់នៅរៀបចំធ្វើម្ហូបចាក់បាញ់ឆាវស្ងោពោតស្ងោសរែកដីនៅទៅធ្វើបន្តអញ្ចឹងទៅញាតិញោមដែលនៅធ្វើម្ហូបហ្នឹងគាត់នៅនឹងទៅចុងភៅប៉ុន្តែក្រៅពីចុងភៅញាតិញោមទៅរោងធំ2ខាងបងរោងលោកឆាន់ប្រសងឆាន់ហ្នឹងរោងសង្កផាត់ហ្នឹងមានរោង2នៅខាងបងហ្នឹងគឺញាតិញោមទៅអង្គុយស្រាប់ធម៌នៅតំណឹងទាំងអស់មករៀបចំកៅអីនៅតំណឹងទុកសម្រាប់ញាតិញោមស្រាប់ធរហើយនឹងកៅអីភាសាបាយក៏នៅនឹងដែរប៉ុន្តែអត់ទាន់ភាសាទេស្រាប់ធរប្រគ្រូនិមន្តមកពីកាលីលោកឲ្យមកពីកាលីមួយអង្គលោកមានវ័យច្រើនហើយប៉ុន្តែលោកជ្រះថ្លាទទួលបន់អាត្មាលោកថាទទួលលោកនិមន្តមកលោកចាស់ហើយប៉ុន្តែលោកជ្រះថ្លាអញ្ចឹងលោកនិមន្តមកសម្ដែងធរទេសនានៅតំណឹងអញ្ចឹងញាតិញោមទៅអង្គុយស្រាប់ធរនៅតំណឹងសិនលោកឲ្យនៅកាលីលោកទេសមកវគ្គទៀតនៅខាងក្រៅហ្នឹងដល់លោកទេសនាចប់មានកម្មវិធីពិសេសមួយទៀតគឺកម្មវិធីជូនតេយ្យទានលោកយាយលោកតាឧបោសថណាសិល8សិល10ព្រោះនៅស្រុកនេះអត់ដែលឃើញធ្វើកម្មវិធីនាំកូនចៅធ្វើកម្មវិធីចំពោះយាយតាសិល8សិល10នឹងទេអញ្ចឹងអាត្មាចង់នាំធ្វើកម្មវិធីមួយនឹងទៀតគឺឲ្យក្មេងៗក្រោយៗហ្នឹងគាត់ចេះគោរពចាស់ព្រឹទ្ធាចារ្យហើយចាស់ព្រឹទ្ធាចារ្យហ្នឹងគឺទទួលយកលោកយាយសិល8សិល10យាយតាសិល8សិល10ហ្នឹងអញ្ចឹងញាតិញោមអ្នកដែលដឹងថាខ្លួនរក្សាឧបោសថតសិលទះស័កសិលហ្នឹងជួយខលមកចោះឈ្មោះជាមួយអាត្មាផងអធិស្ឋានញាតិញោមថាហេតុអីបានត្រូវការខលមកចោះឈ្មោះព្រោះចង់ដឹងចំនួនទៅដើម្បីយើងស្រួលរៀបចំអីវ៉ាន់សម្រាប់ជូនហើយសម្រាប់រៀបកៅអីទៀតមិនមែនគ្រាន់តែត្រូវការចំនួនហ្នឹងដើម្បីរៀបសម្ភារៈរៀបអីវ៉ាន់សម្រាប់ជូនញោមទេគឺរៀបកៅអីសម្រាប់ញោមទៅទៀតអញ្ចឹងតតែដឹងចំនួនទើបយើងរៀបកៅអីរៀបអាសនៈហ្នឹងត្រូវសម្រាប់ចាស់សិល8សិល10ហ្នឹងណាញោមអញ្ចឹងមកនឹងរៀបមកជួននៅក្នុងរោងធំ2ហ្នឹងចប់ធរទេសនាទៅហ្នឹងគឺមានកន្លែងសម្រាប់ញោមទៅញោមទៅអង្គុយទៅរឹងមុនទៅស្ដាប់ធរទេសនានៅតំណឹងដែរអញ្ចឹងញោមសិល8សិល10ហ្នឹងស្លៀកពាក់សទាំងអស់សទាំងអាវសទាំងសពុតសទាំងខោអញ្ចឹងញោមអង្គុយមកជួនហ្នឹងមកសិល8សិល10នឹងមកនឹងរៀបមកជួនៅក្នុងមហារោងហ្នឹងកម្មវិធីជូនថ្វាយអង្គមវ័នទាញោមសិល8សិល10នឹងរួចចប់សពគ្រប់អស់
ជូនសំភារៈគាត់ហើយត្រឡប់មកកន្លែងរោងមហារោងសង្ឃផតដើម្បីថតរូបជុំជាមួយព្រះសង្ឃដែលលោកទទួលផតហើយនឹងជុំគ្នាទាំងអស់ទាំងព្រះសង្ឃទាំងព្រះសង្ឃនឹងថតរូបជុំគ្នាទៅមកប៉ុស្តិ៍ពីរប៉ុស្តិ៍ទុកជាឯកសារអនុស្សាវរីយ៍ដែលយើងបានបំពេញបុណ្យជុំគ្នាថតរូបជុំគ្នាអស់ហើយមកប៉ុស្តិ៍នឹងពីរប៉ុស្តិ៍នឹងហើយព្រះសង្ឃលោកបែកផ្លូវមុនទៅវត្តយើងពិសាភោជនាហារចាប់ផ្ដើមទៅចាប់ម្ហូបដូចប៊ូហ្វេអញ្ចឹងរៀបចំតុកធំដែលមករៀបឲ្យហ្នឹងគឺញាតិញោមទៅចាប់ម្ហូបនឹងរៀងខ្លួនស្រឡាញ់អីក៏ចាប់នឹងទៅពិសាបាយជុំគ្នាទៅណារីករាយនៅក្នុងអាហារសប្បាយនឹងទៅញាតិញោមពេញចិត្តអីក៏ពិសានឹងទៅនៅក្នុងអាហារសប្បាយនឹងទៅយើងពិសាអាហាររួចចប់សពគ្រប់អស់ទៅក៏ចប់កម្មវិធីហើយអញ្ចឹងកម្មវិធីនេះវាមិនអញ្ចឹងតាមរបៀបវិរៈហ្នឹងតាមមកព្រឹកទេញោមអញ្ចឹងសូមចម្រើនពរញាតិញោមពីចងាយទាំងអស់គ្នាទាំងអ្នកនៅរដ្ឋផ្សេងទាំងអ្នកញាតិញោមនៅក្នុងវ៉ាស៊ីនតោននេះញាតិញោមដឹងហើយវត្តធម្មចក្ការាមហៅវត្តចាស់ស៊ីអារ៉ុលគឺវត្តដែលកើតមុនគេនៅក្នុងរដ្ឋវ៉ាស៊ីនតោននេះគឺឆ្នាំ1982ពេលដែលខ្មែរយើងចូលមកក្នុងទឹកដីអាមេរិកដំបូងនេះនៅក្នុងរដ្ឋវ៉ាស៊ីនតោននោះគឺគាត់បង្កើតវត្តនឹងឯងដែលវត្តថ្មគង់នៅរាល់ថ្ងៃនេះគេហៅវត្តចាស់ស៊ីអារ៉ុលនោះគឺវត្តកើតមុនគេនៅក្នុងរដ្ឋវ៉ាស៊ីនតោននឹងឯងអញ្ចឹងញាតិញោមស្គាល់ថាវត្តកើតមុនគេអញ្ចឹងញាតិញោមស្គាល់គឺវត្តចាស់ស៊ីអារ៉ុលនៅវ៉ាស៊ីនតោននឹងឯងគឺមកគង់នៅវត្តហ្នឹងអញ្ចឹងញាតិញោមអញ្ជើញមកប្រពកម្មវិធីបុណ្យហ្នឹងទាំងអស់គ្នានៅថ្ងៃទី6ខែ6 2026នឹងឯងនៅតាជាងមួយអាទិត្យទៀតដល់ហើយញោមបងថ្ងៃទី6ខែ6 2026នឹងឯងបងអញ្ចឹង6ទាំងអស់ថ្ងៃទី6ខែ6 2026ត្រូវនឹងព្រឹកថ្ងៃសៅរ៍ញោមណាបងព្រឹកថ្ងៃសៅរ៍បងថ្ងៃទី6ហ្នឹងត្រូវនឹងព្រឹកថ្ងៃសៅរ៍ហើយបើនិយាយអាណូចនិយាយខ្នើតញាតិញោមអត់ស្គាល់ទេអ្នកស្រុកនេះអញ្ចឹងនិយាយអ្វីដែលងាយចាំសម្រាប់ញាតិញោមប៉ុន្តែក្នុងសបុតមកវាយទាំងអាណូចទាំងខ្នើតទាំងអស់ខែខ្មែរខែអីវាយទាំងអស់ប៉ុន្តែនិយាយក្នុងវីដេអូនេះឲ្យញាតិញោមស្រួលចាំគឺនិយាយថ្ងៃសកលខែសកលតែមួយម៉ាត់គឺថ្ងៃទី6ខែ6 2026ណាញោមណាអញ្ចឹងក្រុមជើញទាំងអស់គ្នាសូមក្រុមជើញញាតិញោមមកចូលរួមកម្មវិធីនឹងទាំងអស់គ្នាហើយក៏សូមអារាធនាប្រគុណចាស់គ្រប់ព្រះអង្គដូចគ្នាប្រគុណចាស់មុនមកពីទិសណាក៏ខ្ញុំកណាទទួលដែរប៉ុន្តែគ្រាន់តែថាសូមប្រគុណចាស់ជួយផ្ដល់តំណែងឲ្យខ្ញុំកណាមុនខ្ញុំកណាទទួលទាំងអស់ព្រះអង្គខ្ញុំកណាទទួលទាំងអស់ព្រះអង្គមកពីខាងណាចិត្តឆ្ងាយខ្ញុំកណាទទួលទាំងអស់ក្នុងបុណ្យញោមស្រីខ្ញុំកណានេះហើយបើព្រះអង្គជិះយន្តហោះមកខ្ញុំកណាចេញសបុតយន្តហោះបើព្រះអង្គបើកឡានមកខ្ញុំកណាចេញសហុយឡានប៉ុន្តែព្រះអង្គត្រូវឲ្យខ្ញុំកណាដឹងមុនក្នុងរយៈពេលប្រហែលជា 3-4 ថ្ងៃទៀតខ្ញុំកណាលែងទទួលកើតទេពីព្រោះញាតិញោមត្រូវកាន់អង្គឥឡូវខ្ញុំកណាຕົកចន្លោះហ្នឹង 4 ថ្ងៃទៀតទទួលឈ្មោះព្រះអង្គនៅតែទទួលរហូត 4 ថ្ងៃទៀតចឹងផុតពី 4 ថ្ងៃហ្នឹងទៅគឺទទួលលែងកើតទេពីព្រោះវាគៀកមែនតើណាព្រោះញាតិញោមត្រូវការកាន់អង្គក្នុងមួយអង្គដែលគាត់ទទួលមួយអង្គគឺគាត់ត្រូវប្រគេនបច្ច័យ4លោក$300ក្នុងមួយអង្គហ្នឹងហើយមួយអង្គ$300បច្ច័យ4គ្រាន់តែបច្ច័យ4សម្រាប់ព្រះអង្គទុកប្រើប្រាស់រៀនសូត្រអីចឹងទៅកណាចឹងគាត់កាន់អង្គរៀងអង្គហើយបើកាលណាព្រះអង្គគៀកមែនតើហើយបានប្រាប់វាពិបាកចឹងសូមទុកពេល 4-5 ថ្ងៃទៀតព្រះអង្គដែលជ្រះថ្លាចង់ចូលរួមក្នុងកម្មវិធីបុណ្យហ្នឹងព្រះអង្គមានបតីទឹកចិត្តចង់ចូលរួមខ្ញុំកណាទទួលទាំងអស់ពីណាក៏ទទួលដែរប៉ុន្តែសូមផ្ដល់ដំណឹងឲ្យខ្ញុំកណាផងខ្ញុំកណាស្រួលរៀបចំចាត់ចែងសម្ភារៈអីគ្រប់សពបែបយ៉ាងនឹងរញាតិញោមគាត់កាន់អង្គកាន់អីថ្វាយព្រះអង្គប្រគេនព្រះអង្គកណាហើយបើមុនមកអត់មានញាតិញោមកាន់អង្គក៏នៅតែខ្ញុំកណាអ្នកទទួលខុសត្រូវទាំងអស់ដែរព្រះអង្គមិនអីទេប៉ុន្តែគ្រាន់តែថាប្រាប់មុនទៅល្អខ្ញុំកណាស្រួលរៀបចំចាត់ចែងកម្មវិធីនឹងឲ្យវារលូនអញ្ចឹងទៅណាព្រះអង្គកណាអញ្ចឹងសូមថ្វាយប្រគេនព្រះអង្គខ្ញុំកណាសូមប្រគេនដំណឹងព្រះអង្គគ្រប់ព្រះអង្គដែលនិមន្តមកពីស្រុកខ្មែរក្តីដែលនិមន្តរស់នៅក្នុងសហរដ្ឋអាមេរិកក្តីដែលចង់មកចូលរួមកម្មវិធីបុណ្យញោមស្រីខ្ញុំកណានេះសូមព្រះអង្គផ្ដល់តំណែងឲ្យខ្ញុំកណាមុនក្នុងរយៈពេលពីថ្ងៃផ្សាយនេះរហូតទល់គ្នានឹង 4-5 ថ្ងៃទៀតខ្ញុំកណានឹងនៅតែទទួលកណាហើយតបទៅវាផុតពី 4-5 ថ្ងៃហ្នឹងទៅគឺវាចូលចិត្តដល់ថ្ងៃកម្មវិធីអញ្ចឹងពិបាករយញាតិញោមកាន់អង្គអញ្ចឹងនៅរយៈពេល5ថ្ងៃហ្នឹងបើព្រះអង្គនិមន្តចុះឈ្មោះមកប្រាប់ខ្ញុំកណាមកថាមកពីរដ្ឋនេះបានប៉ុណ្ណេះអង្គខ្ញុំកណាជិះឡានទៅហើយថ្លៃឈ្នួលឡានប៉ុណ្ណេះខ្ញុំកណានឹងរៀបចំជាកញ្ចប់ចាត់ចែងប្រគេនព្រះអង្គឲ្យហើយបើជិះយន្តហោះតម្លៃប្រមាណសបុតយន្តហោះប្រមាណខ្ញុំកណានឹងរៀបចំចាត់ចែងប្រគេនព្រះអង្គកណាអញ្ចឹងសូមប្រគេនពរនិងចម្រើនពរញាតិញោមប៉ុណ្ណឹងសូមសុខចម្រើនគ្រប់គ្នាញោមណាពរអរគុណនិងអរគុណសុខចម្រើនទាំងអស់គ្នាពរ